ជំរាបសួរលោកអ្នកបងប្អូនខ្ញុំបាទមុនសុគៀតហើយខ្ញុំមានអំណរក្នុងការត្រឡប់មកវិញក្នុងការដែលចែកចាយព្រះទូលព្រះអង្គជាមួយលោកអ្នកបងប្អូននៅថ្ងៃនេះអរព្រគុណព្រះដែលព្រះអង្គនៅតែប្រទានពរឲ្យយើងទាំងអស់គ្នាបន្តមានជីវិតរស់នៅដើម្បីមានឱកាសអាចនឹងសិក្សាអាចនឹងស្ដាប់ព្រះទូលព្រះអង្គជាបន្តទៀតហើយខ្ញុំអធិដ្ឋានសូមឲ្យព្រះទូលរបស់ព្រះបានត្រឡប់ជាមានជីវិតរស់នៅក្នុងចិត្តរបស់លោកអ្នកបងប្អូនជាការពិតនៅក្នុងព្រះគម្ពីរអេភេសូចំពុក2ខ8បានបញ្ជាក់ច្បាស់ថាត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះមិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញការរួមបញ្ចូលគ្នារវាងព្រះគុណនិងសេចក្តីជំនឿនាំមកនៅសេចក្តីសង្គ្រោះប៉ុន្តែគួរឲ្យសោកស្ដាយគ្រីស្ទានជាច្រើនហាក់ដូចជាស្កប់ចិត្តនឹងការដែលខ្លួនឯងបានសង្គ្រោះរួចពីបាបដោយមិនខ្វាយខ្វល់ពីជីវិតរស់នៅជាគ្រីស្ទានឡើយពួកគេហាក់ដូចជាមិនខ្វល់ខ្វាយនឹងការប្រកបជាមួយព្រះឡើយពួកគេហាក់ដូចជាធ្វេសប្រហែសនឹងជីវិតជាគ្រីស្ទានដែលត្រូវបន្តរស់នៅលើផែនដីនេះពួកគេហាក់ដូចជាស្កប់ចិត្តនឹងការដែលពួកគេបានរួចពីបាបតែប៉ុណ្ណឹងពួកគេអត់ខ្វល់ខ្វាយអ្វីទេហើយពួកគេគិតថាអូបានសង្គ្រោះហើយអញ្ចឹងរួចខ្លួនហើយរងចាំថ្ងៃណាមួយត្រូវចាក់ចេញពីផែនដីនេះនឹងបានទៅនៅជាមួយព្រះហើយពួកគេថាមិនអីទេជីវិតនៅលើផែនដីវាតែប៉ុណ្្នឹងឯងបើគេជួបទុក្ខវេទនាជួបបញ្ហាអាហ្នឹងរឿងធម្មតាដូចគេដូចឯងចឹងទៅគ្រីស្ទានភាគច្រើនហាក់ដូចជារស់នៅរងចាំតែថ្ងៃស្លាប់លើផែនដីដើម្បីឲ្យបានទៅឋានសួគ៌តែប៉ុណ្ណោះពួកគេមិនបានរស់នៅដើម្បីនឹងឆ្លើយតបនឹងបំណងបហារតីរបស់ព្រះដែលមានសម្រាប់ជីវិតពួកគេទេជាការពិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿសេចក្តីសង្គ្រោះមិនមែនគ្រាន់តែជាការដែលរួចអំពីបាបនោះទេសេចក្តីសង្គ្រោះគឺមានច្រើនជាងការដែលរួចពីអំពើបាបសេចក្តីសង្គ្រោះគឺជាទំនាក់ទំនងលោកអ្នកមិនមែនគ្រាន់តែបានរួចពីអំពើបាបរួចហើយមិនខ្វាយខ្វល់នឹងជីវិតដែលត្រូវរស់នៅបន្តទៀតនោះទេលោកអ្នកត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់គោលបំណងដែលព្រះយេស៊ូវបានសគត់នៅលើជើងឆ្កាងជំនួសលោកអ្នកបងប្អូនមិនមែនគ្រាន់តែដើម្បីឲ្យលោកអ្នកបងប្អូនបានរួចពីបាបប៉ុណ្ណោះនោះទេគោលបំណងគឺដើម្បីឲ្យលោកអ្នកបងប្អូនមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់លោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរយ៉ូហានចំពុក1ខ12បានបញ្ជាក់ថាប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះដូច្នេះអ្នកណាដែលជឿដល់ព្រះយេស៊ូវអ្នកនោះមានអំណាចបានទទួលអំណាចបានត្រឡប់ជាកូនព្រះមកលោកអ្នកបងប្អូនជាអ្នកជឿព្រះយេស៊ូវលោកអ្នកជាកូនរបស់ព្រះលោកអ្នកបងប្អូនមានព្រះដ៏ជាព្រះវរបិតារបស់លោកអ្នកបងប្អូនក្នុងនាមជាព្រះវរបិតារបស់លោកអ្នកបងប្អូនតើលោកអ្នកបងប្អូនគិតថាព្រះអង្គមិនចង់មានការប្រកបជាមួយនឹងលោកអ្នកបងប្អូនដែលជាកូនរបស់ព្រះអង្គទេឬអីពិតមែនហើយព្រះទ្រង់ពិតជាចង់មានការប្រកបស្និទ្ធស្នាលជាមួយនឹងលោកអ្នកបងប្អូនចុះចំណែកលោកអ្នកបងប្អូនវិញក្នុងនាមជាកូនរបស់ព្រះតើលោកអ្នកមិនចង់មានការប្រកបជាមួយទ្រង់វិញដែរឬទេព្រះគម្ពីរយ៉ូហានចំពុក3ខ16បានបញ្ជាក់ប្រាប់ថាត្បិតព្រះទ្រង់ស្រឡាញ់នោះលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញគោលបំណងសំខាន់បំផុតនៃការសគត់របស់ព្រះយេស៊ូវគឺដើម្បីឲ្យលោកអ្នកទទួលបាននៅជីវិតអស់កលជានិច្ចលោកអ្នកបងប្អូនអាចនិយាយថាព្រះយេស៊ូវសគត់ជំនួសអំពើបាបត្រឹមត្រូវព្រះអង្គពិតជាសគត់ជំនួសអំពើបាបមនុស្សមែនពីព្រោះអំពើបាបគឺជារនាំងដែលរារាំងមិនអាចឲ្យមនុស្សមានការប្រកបជាមួយនឹងព្រះបានជាព្រះយេស៊ូវត្រូវដោះស្រាយបញ្ហាដែលរារាំងដល់មនុស្សតាមរយៈការសគត់របស់ព្រះអង្គគឺព្រះអង្គដោះស្រាយបញ្ហាអំពើបាបព្រះគោលបំណងដ៏សំខាន់ជាងគេបំផុតនៅក្នុងការដែលព្រះយេស៊ូវសគត់គឺដើម្បីនាំឲ្យមនុស្សមានទំនាក់ទំនងជាមួយនឹងព្រះឡើងវិញព្រះគម្ពីរយ៉ូហាននេះបានបញ្ជាក់ប្រាប់ថាគឺឲ្យមានជីវិតអស់កលជានិច្ចវិញជីវិតអស់កលជានិច្ចមិនគ្រាន់តែជាការរស់នៅមិនចេះស្លាប់នោះទេពីព្រោះការពិតអ្នកដែលមិនជឿក៏គេមានវិញ្ញាណដែលរស់មិនចេះស្លាប់ដែរប៉ុន្តែពួកអ្នកដែលមិនជឿគេនឹងរស់នៅជារៀងរហូតអស់កលជានិច្ចដែរប៉ុន្តែអស់កលជានិច្ចដាច់ចេញអំពីប្រវត្តិមានរបស់ព្រះដូច្នេះជីវិតអស់កលជានិច្ចមិនមែនគ្រាន់តែជាការរស់នៅជារៀងរហូតមិនចេះស្លាប់នោះទេប៉ុន្តែគឺជាជីវិតដ៏មានគុណភាពពោលគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះដ៏មានប្រជញ្ញរស់ព្រះគម្ពីរយ៉ូហានចំពុក17ខ3នេះជាជីវិតដ៏អស់កលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផងពាក្យថាស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយនិងព្រះយេស៊ូវគ្រីស្ទគឺជាពាក្យនៅក្នុងព្រះគម្ពីរ
ដែលមានន័យស៊ីជម្រៅខ្លាំងណាស់ការស្គាល់នេះគឺវាលើសជាងការស្គាល់អំពីទ្រង់ប៉ុន្តែគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះដូច្នេះលោកអ្នកបងប្អូនជីវិតអស់កលជានិច្ចនេះគឺជាទំនាក់ទំនងរវាងលោកអ្នកបងប្អូនជាមួយនឹងព្រះលោកអ្នកបងប្អូនត្រូវចំណាយពេលផ្ទាល់ខ្លួនដើម្បីប្រកបជាមួយនឹងព្រះដ៏ជាព្រះវរបិតារបស់លោកអ្នកបងប្អូនបិទទ្រង់គង់នៅក្នុងលោកអ្នកមិនអាចនឹងមិនរវល់មិនខ្វល់ខ្វាយជាមួយនឹងទ្រង់នោះឡើយប្រសិនបើនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកអញ្ជើញមកលេងផ្ទះរបស់លោកអ្នកបងប្អូនតើលោកអ្នកនឹងទុកគាត់ចោលមិនរវល់ទេតើលោកអ្នកមិនរវល់ជាមួយនឹងព្រះយេស៊ូវដែលជាស្ដេចលើអស់ទាំងស្ដេចទេឬអីដែលទ្រង់ជាស្ដេចដែលសោយរាជ្យលើជីវិតលោកអ្នកបងប្អូនហើយទ្រង់គង់នៅក្នុងលោកអ្នកបងប្អូនតើលោកអ្នកទុកព្រះអង្គចោលដោយមិនរវល់ជាមួយនឹងព្រះអង្គឬដូច្នេះជីវិតដែលយើងទទួលបានសេចក្តីសង្គ្រោះអំពីព្រះសេចក្តីសង្គ្រោះមិនមែនគ្រាន់តែជាការរួចពីអំពើបាបហើយយើងរស់នៅរងចាំថ្ងៃស្លាប់បានទៅឋានសួគ៌ប៉ុណ្ណឹងនោះទេប៉ុន្តែជីវិតអស់កលជានិច្ចឬក៏សេចក្តីសង្គ្រោះដែលយើងទទួលបានគឺលោកអ្នកបងប្អូនបន្ទាប់ពីយើងបានទទួលជឿព្រះហើយយើងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់លោកអ្នកបងប្អូនត្រូវចំណាយពេលប្រកបជាមួយនឹងព្រះអង្គចំណាយពេលអធិស្ឋានចំណាយពេលអរព្រគុណព្រះអង្គចំណាយពេលថ្វាយបង្គំសរសើររំកាំងដល់ព្រះអង្គចំណាយពេលជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គនេះហើយជាជីវិតដែលលោកអ្នកបងប្អូនទទួលបានសេចក្តីសង្គ្រោះសេចក្តីសង្គ្រោះគឺជាទំនាក់ទំនងរបស់លោកអ្នកបងប្អូនជាមួយនឹងព្រះអង្គសង្គ្រោះលោកអ្នកបងប្អូនដើម្បីលោកអ្នកបងប្អូនមានការប្រកបជិតស្និទ្ធជាមួយនឹងព្រះអង្គឡើងវិញអំពើបាបជារនាំងដែលរារាំងតែអរព្រគុណព្រះដែលព្រះយេស៊ូវទ្រង់បានដោះស្រាយបញ្ហានោះហើយគ្រប់គ្នាអាចមានការប្រកបជាមួយនឹងព្រះដោយផ្ទាល់តាមរយៈព្រះយេស៊ូវគ្រីស្ទដូច្នេះលោកអ្នកបងប្អូនសូមកុំទុកព្រះអង្គចោលសូមទំនាក់ទំនងជាមួយព្រះអង្គបិទព្រះអង្គជាព្រះបិតាដែលចង់មានការប្រកបជិតស្និទ្ធជាមួយលោកអ្នកបងប្អូនអរព្រគុណព្រះសម្រាប់លោកអ្នកបងប្អូនដែលបានចំណាយពេលស្ដាប់ព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះសូមព្រះបានប្រទានពរដល់លោកអ្នកបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយ